បាទសួស្តីអ្នកនេះថ្ងៃនេះខ្ញុំនឹងបង្ហាញពី .NET Toolbar នៅក្នុង Visual Studio អូខេអ្វីទៅជា .NET Toolbar .NET Toolbar គឺជា tool មួយប្រភេទគឺជា framework មួយប្រភេទដែលអនុញ្ញាតឲ្យយើងធ្វើ form design interface មានភាពទាក់ទាញមានស្អាតមានដូចជារាងដូចជា Office 2007អញ្ចឹងដើម្បី add វាគឺយើងត្រូវមើលយើងមាន file នេះហើយចំពោះ file ហ្នឹងយើងអាចចាំ download ពី video link នៅក្នុង video YouTube នៅក្នុង website YouTube ឬក៏នៅក្នុង group 2 3របស់យើងអូខេចំពោះfile ហ្នឹងគឺគ្រាន់តែជា file DLL ទេ file DLL យើងត្រូវការហើយចំពោះនៅក្នុងអ៊ីនធឺណិតយើងអាចchơiក្នុង Google ទៅវាមាន file setup setup រួចយើងអាចនៅពេលដែលយើង add វាគឺយើងប្រើទៅ file DLL នៅក្នុង drive IC ដែលយើងអាច setup នឹងដដែលអញ្ចឹងដើម្បី add វាបានគឺយើង add new project រួច window ពេលដែលយើងបង្កើតយើងត្រូវប្រកាសថា .NET framework នេះគេ support ជាមួយនឹង .NET Bar របស់យើងជាក់ស្ដែង .NET Bar ដែលខ្ញុំប្រើនេះគឺ Visual Chat អញ្ចឹងវា support តែ 3.5 បើសិនយើងប្រើលើហ្នឹងគឺវា error អូខេអញ្ចឹងខ្ញុំសូមអូខេមកបង្កើត project ថ្មីដើម្បី add នេះគឺជា form ធម្មតាដែលយើងមិនទាន់បានប្រើ .NET Bar គឺវាមិនសូវស្អាតវាមិន dynamic អញ្ចឹងយើងអាច right click លើនេះ add tab ដើម្បី add tab ដូចជា general ដូចជា data នេះណាខ្ញុំសូមដាក់ .NET Bar right click យកពី choose item តោះមកយើងចុច browse ទៅរក file DLL ដែលយើងបាន download មកខ្ញុំទុកលើ desktop យកពី desktop DLL អូខេតោះមកវានឹង load កន្លែងនេះឲ្យពីនេះឲ្យ tick ឲ្យអញ្ចឹងចុចអូខេយើងមើលនៅកន្លែងនេះគឺវាចាប់ផ្ដើម add ចូលឥឡូវខ្ញុំសូមឲ្យវា sort ទៅតាម alphabet អូខេឥឡូវខ្ញុំឧទាហរណ៍ទូចមួយដែលនិយាយពី interface របស់វាអញ្ចឹងខ្ញុំសូមយកនេះគូក្នុងគូយើងគ្រាន់តែតម្លាក់ទៅគឺវា dynamic ហើយសូមប៉ុណ្្នឹងសិនអូខេកន្លែងនេះគឺវា dynamic វា auto ឲ្យយើង interface វាគឺស្អាតនេះមានកន្លែងហ្នឹងមានដូចនៅក្នុង Office 2007អញ្ចឹងអាច develop បានឲ្យងាយស្រួលយើងមិនចាំនិយាយទៅ interface វាស្អាតគួរតាក់ទាញនេះគ្រាន់តែជា tool មួយនៅក្នុង .NET Bar .NET Toolbar អញ្ចឹងសង្ឃឹមថាអ្នកគ្នានឹងពេញចិត្តជាមួយនឹង interface របស់វាហើយបើសិនជាអ្នកគ្នាចង់ធ្វើជា interface 2010ឬក៏2013សូម download .NET Toolbar នេះនៅក្នុង Google search មកមើលយកមកតឡើងបើសិនជាវា support យើងធ្វើបានយើង design interface បានឲ្យស្រស់ស្អាតអូខេអញ្ចឹងសូមអរគុណចំពោះការបង្ហាញមានសំណួរដូចយើងអាចឆាតសួរខ្ញុំតាមរយៈ Facebook ឬក៏ Skype ក៏បានបាទសូមអរគុណ